សុជីវធម៌សម្រាប់បុរសស្ត្រីភាគពីរសុជីវធម៌នៅសន្តាគារយើងគួរដឹងឲ្យជាក់ក្នុងចិត្តថាសន្តាគារដែលយើងជួលសំណាក់នៅមិនមែនមានតែយើងម្នាក់នោះទេដែលជាអ្នកជួលស្នាក់នៅសន្តាគារនេះពិតមែនហើយថាយើងជួលបន្ទប់សម្រាប់ស្នាក់នៅរបស់ខ្លួនយើងតែយើងកុំភ្លេចថាម្ចាស់សន្តាគារមានសិទ្ធិនឹងរិះគន់យើងដែរក្នុងករណីដែលយើងរំលោភលើបទបញ្ជារបស់គេដែលមានចែងផ្ទុកក្នុងបន្ទប់នីមួយៗយើងត្រូវចេះគោរពសណ្ដាប់ធ្នាប់ដល់ពេលនិន្ទ្រារបស់អ្នកជិតខាងកុំហួចច្រៀងទះដៃឡូឡាបើកសំឡេងវិទ្យុឬចម្រៀងលឺធ្វើឲ្យរំខានដល់បន្ទប់អ្នកស្នាក់ជិតខាងដូចនេះយើងគួរបន្ថយសំឡេងតិចបានហើយកុំលើកដាក់កៅអីលឺឬរបស់របរដែលគេដាក់តាំងលំអក្នុងបន្ទប់យកក្រវីក្រវត្តលេងចេះរក្សាគំនិតអនាម័យនិងសម្អាតកុំស្ដោះទឹកមាត់ពាសពេញកម្រាលបន្ទប់កុំដេកធាក់ពុកខ្នើយកុំយកវាំងននមាត់ទ្វារឬមាត់បង្អួចរបស់គេទុកជាកំណាត់សម្រាប់ជូតដៃជូតស្បែកជើងឬជូតសម្បោរកុំបើកទឹកចោលឲ្យហូរហៀពេញក្នុងបន្ទប់ទឹកបត់ជើងរួចត្រូវបើកទឹកលាងបង្គន់កុំយកខ្នើយកើយមកធ្វើខ្នើយគោមកុំយកភួយមកជូតជើងបើយើងខ្វះអ្វីត្រូវចុចកណ្ដឹងហៅអ្នករក្សាបន្ទប់ឲ្យយកឲ្យទស្សនាខ្សែភាពយន្តនិងល្ខោនបើអ្នកទៅក្រោយម៉ោងចាក់បញ្ចាំងអ្នកត្រូវសុំការអភ័យទោសពីគេដើម្បីដើរចូលទៅកន្លែងអង្គុយរបស់អ្នកមានកូនខ្ចីមិនគប្បីយកកូនទៅជាមួយទេព្រោះវាអាចយំស្រែកទ្រហឹងអឹងកងរំខានដល់គេឯងត្រូវរក្សាភាពស្ងៀមស្ងាត់កុំប្រុកប្រាជ្ញច្រើនពេកកុំធ្វើអត្ថាធិប្បាយមុខដំណើររឿងដែលនឹងត្រូវបង្ហាញនៅពេលជាបន្ទាប់ទៀតកាលបើគេហាមមិនឲ្យជក់បារីយើងមិនត្រូវលោភលួចជក់ទេចេញឬចូលបង្គន់ត្រូវបិទទ្វារឲ្យជិតហើយត្រូវលាងទឹកឲ្យជ្រះនៅពេលបត់ជើងរួចកុំបត់ជើងតូចឬធំក្រៅបង្គន់ឲ្យសោះកុំយកជើងសណ្ដូកដាក់លើកៅអីគេអង្គុយកុំអង្គុយចោងហោងលើពុកកៅអីឬកៅអីធម្មតាណាមួយឡើយបើត្រូវការក្អកខ្លាំងហើយយូរផងច្រើនដងនោះយើងក៏បីចេញទៅក្អកឬសុំគេចេញទៅញ៉ាំទឹកខាងក្រៅមិនត្រូវច្រៀងលឺតាមបទល្ខោនឬកុននោះទេបើសប្បាយយ៉ាងណាក៏ដោយមិនត្រូវស្រែកឡូឡាម្នាក់ឯងទេបើឃើញនារីក្រមុំអង្គុយមើលខាងមុខឬខាងឆ្វេងស្ដាំបុរសមិនគប្បីឈ្ងោកទ្រពចិត្តពេកទេអង្គុយឲ្យត្រង់ខ្លួនបានហើយការនាំគ្នាទៅកម្សាន្តនៅទីណាមួយឬនៅតំបន់ទេសចរមួយយើងត្រូវស្លៀកពាក់ឲ្យសមរម្យតាមការចូលចិត្តគឺស្លៀកតាមរបៀបស្រួលដើរអង្គុយហក់លោតរត់លាក់បើយើងនាំគ្នាវិចបាយអង្គចំណៃចំណុកទៅរៀបចំនៅវាលស្រែឬក្នុងព្រៃឬមាត់ទឹកជ្រលងភ្នំជាដើមយើងគួររៀបចានឆ្នាំងកន្ទេលនិងចំណីទាំងនេះឲ្យបានគ្រប់សមល្មមតាមសេចក្តីត្រូវការពេលដាំបាយនិងម្ហូបរួចហើយសូមកុំភ្លេចពន្លត់ភ្លើងសូមកុំចោលកំតិចអំបែងចានឬដបឬឆ្អឹងឆ្អែងនៅពីវាលពីកាលបើអ្នកបោះជំរំនៅតាមឆ្នេរសមុទ្រក៏គួរកុំភ្លេចរឿងអនាម័យកុំបត់ជើងធំតូចចោលមាត់ទឹកឬទីណាមួយបើគ្មានសេចក្តីអនុញ្ញាតពីសាមីខ្លួនគេទេយើងជាអ្នកថតរូបមិនគួរបីថតរូបនឹងឃើញមុខគេច្បាស់ទេការថតទេសភាពផ្សេងទៀតជាសេចក្តីរីករាយគ្រប់គ្រាន់សម្រាប់រូបអ្នកហើយដូច្នេះអ្នកមិនគួរបីសន្សំរឿងផ្សេងទៀតទេបើអ្នកចូលចិត្តភ្លេងដូចជាយកវិទ្យុហ្គីតាឬក្រុមតន្ត្រីទៅរួមជាមួយត្រូវរកកន្លែងរបស់ខ្លួនឲ្យដាច់ឆ្ងាយពីគេបន្តិចព្រោះមានអ្នកខ្លះគេមិនចូលចិត្តឮសំឡេងភ្លេងនៅពេលដែលគេចង់បានសេចក្តីស្ងប់ស្ងាត់ចង់បានកន្លែងសម្រាកឬការធ្វើបែបនេះនឹងធ្វើឲ្យគេធុញទ្រាន់ហើយនឹងคล้ายទៅជាកន្លែងដែលគ្មានសណ្ដាប់ធ្នាប់ទៅវិញទស្សនកិច្ចផ្សេងយើងជាភ្ញៀវដែលចង់ទៅលេងផ្ទះគេត្រូវប្រាប់ដំណឹងឬជូនបានបញ្ជាក់សេចក្តីទៅម្ចាស់ផ្ទះជាមុន
ភ្ញៀវអ្នកមានរបបមិនទៅលេងផ្ទះគេដោយមិនបានប្រាប់ដំណឹងដល់ម្ចាស់ផ្ទះនោះឡើយកាលពីសម័យមុនយើងប្រើប្រាស់បានដើម្បីជូនជាដំណឹងដល់ម្ចាស់ផ្ទះប៉ុន្តែសម័យបច្ចុប្បន្ននេះគឺយើងប្រើប្រាស់ទូរស័ព្ទឬក៏អាចជម្រាបដំណឹងដល់ផ្ទះដែលយើងចង់ទៅលេងតាម Telegram ឬក៏ឆាត Facebook ជាដើមដោយបញ្ជាក់នៅថ្ងៃខែឆ្នាំម៉ោងនិងចំនួនមនុស្សដែលសុំមកលេងនោះឲ្យបានប្រកបប្រជាបើយើងទៅលេងផ្ទះគេយើងមិនត្រូវធ្វើគំនិតមាយាទដូចយើងធ្លាប់ធ្វើនៅផ្ទះយើងនោះទេគុំគិតថាផ្ទះអ្នកផ្ទះលោកក៏ដូចផ្ទះខ្ញុំដែរគុំធ្វើឲ្យអ្នកផ្ទះគេមានការធុញទ្រាន់ឬអៀនអន់ព្រោះតែការទៅលេងរបស់យើងឲ្យសោះបើយើងទៅសួរសុខទុក្ខគេនៅពេលដែលគេមានទុក្ខដូចជាមានបុគ្គលមរណៈលើផ្ទះយើងមិនត្រូវញញឹមញញែមបញ្ចេញសម្ផស្សពាក់គ្រឿងអលង្ការផាមួងហូលប្រែល្បើកខ្សែសយនោះឡើយយើងត្រូវរៀបចំជាអ្នកជួយរំលែកទុក្ខពីអ្នកផ្ទះយើងគួរចេះជួយលួងលោមក្មេងខ្មាំងដែលយំសោកមិនឈប់ដោយពាក្យព្រានប្រដៅផ្សេងឲ្យគ្នាបានស្រាកស្រានបាត់ទុក្ខសោកនេះយើងត្រូវជួយឈឺឆ្អាលដល់ជនរងគ្រោះបើយើងទៅលេងផ្ទះដូនតាចាស់ហើយយើងចង់តែញនំនែកអ្វីផ្ញើយើងមិនត្រូវរើសចំណីណាដែលរឹងហួសប្រមាណនៅពេលដែលគាត់បាក់ធ្មេញអស់នោះទេគឺមិនត្រូវតែញអំពៅក្រលីងឈូកលាក់ជាដើមបើយើងទៅសាកសួរអ្នកជំងឺនៅមន្ទីរពេទ្យឬនៅផ្ទះយើងមិនត្រូវលឺមាត់លោឡាសាកសួរពីនាយមកទេជាពិសេសយើងមិនត្រូវទៅរកគួនដេញដល់អ្នកជំងឺកំពុងលះហិតលហើយនោះច្រើនទេបើចង់ដឹងការអ្វីត្រូវសាកសួរគ្រូពេទ្យគិលានុបដ្ឋាយិកាឬអ្នកថែទាំជំងឺបើមានការអ្វីចង់ជួបម្ចាស់ផ្ទះជាបន្ទាន់នោះយើងត្រូវសុំអភ័យទោសពីគេជាមុនបើម្ចាស់ផ្ទះមិនទាន់ចេញមកទទួលយើងជាភ្ញៀវត្រូវឈរចាំទទួលម្ចាស់ផ្ទះមិនត្រូវដើរទៅអង្គុយនៅកន្លែងគួរសមសម្រាប់ខ្លួនទេបើម្ចាស់ផ្ទះឲ្យមនុស្សមកប្រាប់ថាឲ្យចាំមួយផ្លែតយើងជាភ្ញៀវមិនត្រូវដើរទៅផ្សារសិនឬទៅទីណាសិនទេយើងត្រូវអង្គុយកន្លែងដ៏សមគួរពេលគេឲ្យយើងអង្គុយចាំយើងមិនត្រូវដើរទៅឈ្ងោកមើលរបស់នេះរបស់នោះឬទៅអើតមើលរូបថតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេយើងត្រូវអង្គុយរង់ចាំដោយរំទុំបើទោះជាផ្ទះដែលយើងទៅលេងនោះនៅស្រុកស្រែចំការក៏ដោយក៏យើងមិនត្រូវដើរទៅខ្វេះខ្វាចខ្វោចរបស់របរដូចជាបេះត្រឡាចពុត្រាកន្ទួតរបស់ម្ចាស់ផ្ទះដែរម្យ៉ាងទៀតនោះភ្ញៀវដែលមានរបបគេមិនជុះនោមច្រាស់ដើមផ្កាឬដើមឈើណាមួយនៅខាងមុខផ្ទះឬខាងក្រោយផ្ទះម្ចាស់គេទេយើងត្រូវមានការខ្មាស់អៀនចំពោះភ្នែកម្ចាស់ផ្ទះដែលសម្លឹងមើលមកយើងឬក៏ចំពោះអ្នកជិតខាងផងជាម្ចាស់ផ្ទះបើជ្រុលជាមានភ្ញៀវបានមកដល់ផ្ទះយើងដោយមិនបានជូនដំណឹងជាមុនទៅហើយយើងជាម្ចាស់ផ្ទះត្រូវមានសុជីវធម៌ហើយត្រូវគិតថាភ្ញៀវរបស់យើងរបស់ប្តីឬជាភ្ញៀវរបស់កូនឬក៏ជាញាតិសាលោហិតរបស់ខ្លួនដូចនេះត្រូវលើកដៃសំពះជម្រាបសួរតបជាមួយភ្ញៀវរួចអញ្ជើញភ្ញៀវចូលក្នុងផ្ទះអង្គុយលេងពិសាទឹកត្រជាក់រួចសំណេះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមកហើយក៏ទទួលទានអាហារនិងនំភេសជ្ជៈផ្សេងតាមការគួរសុជីវធម៌ទូទៅយើងជាអ្នកថ្លៃថ្នូរគួរប្រកាន់អកប្បកិរិយាជាអ្នកថ្លៃថ្នូរចំពោះអ្នកផងទាំងឡាយកុំជ្រលឹមហួសបត់មើលគេមើលឯងដែលមានជីវិតរស់នៅជុំវិញខ្លួននៅពេលដែលយើងឃើញគេរងទុក្ខដោយរអិលដួលក្រិចដៃជើងចុកទល់ផ្អកឬរបួសដោយប្រការណាមួយយើងមិនគួរចូលទៅគួសមដោយបញ្ចេញវាចាថាម៉េចស្រួលខ្លួនទេល្មមគ្រប់គ្រាន់អត់ឬក៏ពាក្យបញ្ចើផ្សេងនោះទេយើងមិនត្រូវហៅអ្នកក្រឬអ្នកដែលធ្វើខុសពីចិត្តរបស់យើងដោយប្រការមួយថាអាសំរេមីសំរេអាសំរាមអាក្រអាថោកអានេះអានោះឡើយព្រោះអ្នកស្រែទាំងនោះជាម្ចាស់នាងគោលដែលជាអ្នកមាន
ឧត្តមកតេខ្ពស់ជាងយើងគិតថាបានបាយដែលយើងបានហូបរាល់ថ្ងៃមានជីវិតរស់រាននេះក៏បានមកពីអ្នកស្រែចម្ការទាំងអស់ដែរយើងមិនត្រូវស្ងាប់ហាមាត់ចំហហើយបញ្ចេញសັບដូចខ្មោចចូលទេគេត្រូវយកដៃបិទមាត់ហើយស្ងាប់តាមការគួរសមល្មមកុំធ្វើឲ្យអ្នកជិតខាងយល់ថាខ្លួនខ្ជិលឬមិនចង់រស់ឲ្យសោះនោះគេមិនត្រូវឈរកេះអាចជ្រមុះរបៀបប្រងើយកន្តើយដោយមិនខ្ចីខ្វល់មិនអើពើចំពោះភ្នែកមហាជនដែលសម្លឹងមើលមកនោះទេគេត្រូវយកកូនកន្សែងឬក្រដាសមកជូតត្បាដោយលាក់បំពួនគេមិនត្រូវញិះសម្បោរហូតដល់ធ្វើឲ្យអ្នកជិតខាងខ្ជាប់ភ្លាត់ប្រលឹងទេគឺត្រូវទៅឲ្យឆ្ងាយពីគេឯងរួចធ្វើតាមសម្រួលគួរសមនៅទីប្រជុំជនតលមុខគ្នាក្តីប្រជុំអ្វីមួយក្តីគេមិនត្រូវផោមទម្លាខ្យល់សំអុយឲ្យអង្គប្រជុំក្តៅក្រហាយចំពោះខ្លួននោះទេគឺត្រូវដើរចេញទៅឆ្ងាយដើម្បីទម្លាក់ខ្យល់មិនស្រួលនោះចេញនៅពេលដែលធំក្លិនខ្យល់អាក្រក់នេះគេមិនត្រូវសួររកមុខអ្នកផោមដើម្បីធ្វើឲ្យគ្នាខ្មាស់គេកណ្ដាលទីជំនុំនោះទេប្រសិនបើមានអ្នកខ្វះសុជីវធម៌នេះសួររកអ្នកផោមខ្លួនឯងក៏មិនគួរគប្បីឆ្លើយដាក់គេឯងរកលេះដោះខ្លួនឬឆ្លើយដាក់ក្មេងនៅក្បែរនោះដែរនៅពេលបែកញើសគេមិនត្រូវឈរឬអង្គុយខ្វះអាចក្លៀកមុខហិតដោយមានអកប្បកិរិយាប្រងើយបង្ហាញអ្នកជិតខាងឲ្យខ្ពើមរអើមនោះទេមិនត្រូវដើរសើយលាត់សម្ពុតឬមូលជើងខោទាំងសងខាងនៅតាមផ្លូវសាធារណៈទេមិនត្រូវអង្គុយបែរខ្នងដាក់មនុស្សដែលអង្គុយជិតនោះទេមិនត្រូវធ្វើមុខក្រញើស្មើកាប់បីពុថៅមិនចេញជាន់នោះទេមិនត្រូវឆ្លុះគ្នាវាយតប់ជេរគ្នាឬរកចៃប្រវាស់គ្នានៅតាមទីផ្សារទេនៅទីណាចង្អៀតដូចជាទីផ្សារកន្លែងទិញសម្បុត្រកុនល្ខោនសម្បុត្រមើលកីឡាផ្សេងជាដើមគេមិនត្រូវដើរបញ្ចេញគួយដៃបុកគេឯងពីវាលពីលការសោះឡើយនៅពេលឃើញគេខុសយើងមិនត្រូវហៅគេថាអាចឈួតនោះទេនៅពេលឃើញគេយំចេញទឹកភ្នែកឬមុខស្ងួតដោយប្រការណាមួយអ្នកថ្លៃថ្នូរគេមិនទៅញញឹមញញែមលឹបលោឬទៅគួសមរបៀបជ្រលើមដាក់គេទេនៅបណ្ណាល័យនីមួយឬនៅទីណាដែលមានដាក់សៀវភៅគេមិនត្រូវយកចង្អុលដៃលិតទឹកមាត់ដើម្បីបើកមើលសៀវភៅនៅបណ្ណាល័យទេហើយក៏មិនគួរលោឡាឬធ្វើឲ្យធ្លាក់បន្ទាត់សៀវភៅធ្លាក់នេះធ្លាក់នោះរំខានដល់អ្នកជិតខាងនៅក្នុងបណ្ណាល័យដែរនារីជិះស៊ីក្លូមិនត្រូវអង្គុយកន្ធែកជើងដោយឥតខ្មាស់គេទេបើខ្ចីសៀវភៅគេត្រូវប្រញាប់យកមកសងគេវិញគុំទុកចាំដល់គេសួររកឲ្យសោះពេលយកសៀវភៅគេទៅត្រូវចេះមើលថែរក្សាកុំឲ្យបត់ទួឬចាស់ឬដាច់រហែងរបស់គេនៅពេលទទួលទានអាហារគេមិនត្រូវនិយាយគ្នាលឺពេកនោះទេគឺនិយាយគ្នាម៉ាល្មមស្ដាប់បានហើយកុំសើចក្អាកក្អាយកុំសម្លក់អ្នករួមតុជាមួយឬតុនៅក្បែរខាងយើងមិនគួរធ្វើឲ្យមានការប៉ះកែវឬចានទង្គិចគ្នាមានសំឡេងម៉ោងម៉ាំងទេត្រូវមានការប្រុងប្រយ័ត្នច្រើនបន្តិចព្រោះមានក្រសែភ្នែកមនុស្សជាច្រើនដែលបានសម្លឹងមករឹកយើងនៅក្នុងដំណើរជីវិតរបស់យើងរមែងមានជួបរឿងទាំងអស់នេះឬក៏អាចមានរឿងច្រើនជាងនេះទៅទៀតអ្វីដែលខ្ញុំលើកមកនេះមិនទាន់អស់នោះទេនៅមានសុជីវធម៌នៅកន្លែងផ្សេងទៀតតម្លៃរបស់មនុស្សសេចក្តីថ្លៃថ្នូររបស់មនុស្សអាស្រ័យលើការមានសុជីវធម៌នាងខ្ញុំសូមអរគុណចំពោះការស្ដាប់របស់បងប្អូនទាំងអស់គ្នាសុជីវធម៌សម្រាប់បុរសនិងស្ត្រីក៏សូមបញ្ចប់ត្រឹមភាគ2នេះសូមជួយចុច like និង subscribe ម្នាក់មួយផងណាសូមអរគុណជួបគ្នានៅវីដេអូថ្មីបន្ទាប់ទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អបងប្រាថ្នាយ៉ាងណានោះក៏សូមឲ្យសម្រេចនៅបំណងនោះសូមអរគុណ